ខ្ញុំមានផ្សិតបាទយកទៅស្ងោរជ្រក់ជាមួយសាច់គោបាទលើគ្រឿងផ្សំរបស់យើងគឺមានស្លឹកក្រូចបាទជីរណាបាទយើងមានគល់គ្រៃរំដេងម្ទេសបាទជីរបស់យើងគ្រឿងផ្សំបាទឥឡូវយើងនឹងចាប់ផ្ដើមធ្វើការដាំទឹកបាទដាំឲ្យពុះទៅបាទជាទូទៅពេលដាំទឹកនោះខ្ញុំដាក់អំបិលបន្តិចដើម្បីកាត់ជាតិឆ្អាបបាទឥឡូវទឹកពុះហើយបាទដាក់រំដេងចូលបាទបន្ទាប់មកខ្ញុំនឹងដាក់ស្លឹកគ្រៃបាទនឹងសិតតែជួយកាត់ឆ្អាបបានហើយក៏មានក្លិនដើម្បីធ្វើឲ្យមានភាពឆ្ងាញ់បាទនេះខ្ញុំដាក់ស្លឹកចូលហើយគឺស្លឹកក្រូចបាទដាក់ស្លឹកក្រូចចូលលើដាក់សាច់ទៀតហើយបាទនេះគឺផ្សិតដែលបានត្រៀមទុកបន្តិចទៀតយើងដុតឲ្យរាងពុះតិចទៅបាទដើម្បីឲ្យវាឆ្អិនល្អដាក់ជីម្ទេសបាទនេះគ្រឿងផ្សំយើងប៉ុណ្ណឹងដុតតែមកសន្ទុះទៅជាការស្រេចហើយបាទគឺរសជាតិឆ្ងាញ់មិនខានទេបាទ